ជំរាបសួរខ្ញុំឈ្មោះហ៊ុនជីហើយខ្ញុំរស់នៅខេត្តសៀមរាបហើយកន្លែងដែលខ្ញុំរស់នៅគឺជាកន្លែងតំបន់ដែលពីខ្ញុំនៅវ័យក្មេងគឺជាតំបន់ដែលជាគេបម្រើផ្លូវភេទជីវិតពួកយើងរស់នៅកន្លែងទីនោះមានការប៉ះពាល់អារម្មណ៍និងប៉ះពាល់ផ្លូវចិត្តជាច្រើនដោយសារការទាំងអស់នោះយើងខ្មាស់អៀនគេព្រោះឯភូមិនោះគឺភូមិដែលសម្រាប់តែប្រុសទៅធ្វើការដែលមិនល្អអញ្ចឹងចាអញ្ចឹងក្រោយមកទៀតជីវិតខ្ញុំបានធំដឹងក្តីពេញវ័យឡើងហើយខ្ញុំបានមានគ្រួសារហើយជីវិតរស់នៅធ្វើការជាច្រើនក្នុងការដែលផ្គត់ផ្គង់សម្រាប់គ្រួសារហើយពេលខ្លះធ្វើឲ្យជីវិតយើងតែងតែជួបផលវិបាកជាច្រើននៅក្នុងការដែលយើងរស់នៅហើយជួបរឿងជាច្រើនហើយពេលដែលខ្ញុំពេញវ័យអាយុ15ឆ្នាំខ្ញុំធ្លាប់មានមនុស្សអាក្រក់ដែលប៉ុនប៉ងធ្វើការអាក្រក់សម្រាប់មកលើរូបខ្ញុំប៉ុន្តែខ្ញុំអត់បានសម្រេចនៅការទាំងអស់នោះហ្នឹងហើយអញ្ចឹងជីវិតខ្ញុំពេលដែលដឹងក្តីឡើងអាយុដែលត្រូវដឹងក្តីនោះត្រូវគេធ្វើអញ្ចឹងមានជីវិតមានការភ័យខ្លាចខ្លាំងមែនទែននៅក្នុងជីវិតខ្លាចនេះខ្លាចនោះព្រួយបារម្ភនេះព្រួយបារម្ភនោះធ្វើឲ្យជីវិតខ្ញុំវាអត់ល្អប្រសើរហើយជាពិសេសពេលដែលខ្ញុំកើតមកពេលដែលខ្ញុំឈឺអីម្ដងគឺសន្លប់ពេលខ្លះធ្វើឲ្យជីវិតខ្ញុំតែងតែគិតថាជីវិតដូចអត់មានន័យសម្រាប់ជីវិតខ្លួនពេលដែលកើតមកហើយទាំងសុខភាពហើយធ្វើអីអត់សូវបានរីកចម្រើនក្នុងជីវិតចានឹងជីវិតចាស់របស់ខ្ញុំពេលដែលខ្ញុំបានទទួលជឿព្រះយេស៊ូវខ្ញុំបានជីវិតដែលផ្លាស់ប្រែនៅក្នុងជីវិតរបស់ខ្ញុំជាខ្លាំងមែនទែនធ្វើឲ្យជីវិតខ្ញុំបាត់ការភ័យខ្លាចហើយមានសង្ឃឹមទោះតែពេលខ្លះខ្ញុំមានបញ្ហាធ្លាក់ចុះយ៉ាងណាប៉ុន្តែខ្ញុំមានសង្ឃឹមដោយសារខ្ញុំមានព្រះយេស៊ូវគង់ក្នុងជីវិតខ្ញុំដែរហើយតែងតែជួបរឿងជាច្រើននៅក្នុងជីវិតរបស់ខ្ញុំរស់នៅផ្លាស់ទីកន្លែងពីមួយទៅមួយដើម្បីផ្គត់ផ្គង់ក្នុងជីវិតគ្រួសារពេលមួយដែលខ្ញុំអធិដ្ឋានសូមព្រះអង្គសម្រាប់ឲ្យប៉ះពាល់ហើយជួយខ្ញុំឲ្យយល់អំពីព្រះហត្ថលេខរបស់ព្រះធ្វើការអស្ចារ្យក្នុងជីវិតខ្ញុំហើយខ្ញុំបានអធិដ្ឋានពេលដែលខ្ញុំជីវិតធ្លាក់ចុះខ្លាំងព្រះអង្គអើយបើសិនជាព្រះអង្គអស្ចារ្យសម្រាប់ទូបង្គំហើយស្រឡាញ់ទូបង្គំដែលមានជួបការលំបាកសូមឲ្យខ្ញុំជួបមនុស្សម្នាក់ដែលជាអ្នកដែលជឿព្រះអង្គហើយធ្វើការអស្ចារ្យសម្រាប់ជីវិតខ្ញុំហើយពេលនោះខ្ញុំបានអធិដ្ឋានហើយអធិដ្ឋានទៀតក្នុងការដែលចិត្តទៅរកព្រះអង្គហើយខ្ញុំបានជួបដល់អង្គការមួយដែលបងមីនាកុដែលក៏បានចុះមកស្រុកខ្មែររយៈពេល6ឆ្នាំហើយដែលខ្ញុំបានជួបគាត់ហើយពេលដែលខ្ញុំបានជួបគាត់គឺជីវិតខ្ញុំបានល្អប្រសើរមែនទែនដោយសារការដែលខ្ញុំបានធ្វើការហើយទទួលបានពីកម្រៃប្រាក់ខែហើយនឹងទទួលនឹងការផ្គត់ផ្គង់ដល់ក្រុមគ្រួសារនិងកូនចៅផងដែរហ្នឹងហើយអរគុណមែនទែនសម្រាប់ការដែលព្រះអង្គរៀបចំជីវិតខ្ញុំក្នុងការដែលជួយដកខ្ញុំផុតពីរណ្ដៅពីការអាក្រក់ទាំងឡាយដែលខ្ញុំតែងមាននៅក្នុងជីវិតហើយធ្វើឲ្យជីវិតខ្ញុំមានសង្ឃឹមហើយការទាំងអស់នេះគឺព្រះជាម្ចាស់ដែលបានផ្ដល់នូវជីវិតរបស់ខ្ញុំបានល្អប្រសើរជាថ្មីខ្ញុំសង្ឃឹមថាព្រះអង្គនឹងរៀបចំបន្តទៀតក្នុងការដែលខ្ញុំរស់នៅជាមួយនឹងព្រះអង្គផងដែរអរគុណមែនទែនសម្រាប់ការទាំងអស់ដែលបងមីនាកុគាត់បង្កើតការជាក្រុមស្ត្រីនេះដើម្បីជួយលើកស្ទួយនៅអ្នកដែលខ្វះខាតអ្នកដែលអត់អ្នកដែលត្រូវការជំនួយពីបងប្អូនយើងដែលរួមជំនឿទាំងអស់ដែលបានរីកចម្រើននៅពេលនេះដែរខ្ញុំអរគុណមែនទែន